បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកជាមួយនឹងបងប្អូនជាបន្តទាក់ទងនឹងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីរក្សាភាពជាមហាអំណាចពិភពលោកលេខ1របស់ខ្លួនក្នុងវីដេអូមុនខ្ញុំបានលើកឡើងអំពីកត្តាដែលជាគ្រោះថ្នាក់ជាការប្រឈមដល់អនុត្តរភាពរបស់សហរដ្ឋអាមេរិកហើយខ្ញុំក៏បានលើកឡើងអំពីសេណារីយ៉ូ2ដែលសហរដ្ឋអាមេរិកត្រូវអនុវត្តជាចាំបាច់ហេតុនេះនៅក្នុងវីដេអូនេះខ្ញុំនឹងលើកឡើងអំពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីយកឈ្នះសត្រូវរបស់ខ្លួនហើយដើម្បីរក្សាអនុត្តរភាពរបស់ខ្លួនតាមតំបន់នីមួយៗទី1យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាគឺជាទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់វាគឺជាប្រភពនៃការផ្គត់ផ្គង់ប្រេងហើយនិងឧស្ម័នវាគឺជាដែនដីជាស្ពានសម្រាប់តបជាប់ពាណិជ្ជកម្មដែននាវាចរតបជាប់រវាងអាស៊ីអឺរ៉ុបហើយនិងទ្វីបអាហ្វ្រិកពួកមហាអំណាចចាប់តាំងពីអតីតកាលរហូតមកទល់បច្ចុប្បន្ននៅតែព្យាយាមប្រជែងគ្នាដើម្បីគ្រប់គ្រងនៅមជ្ឈិមបូព៌ាក៏ប៉ុន្តែយ៉ាងណាក្តីប្រសិនបើយើងសិក្សាអំពីទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់ដែលកំណត់នៅការចាញ់ឈ្នះដែលកំណត់នៅការស្លាប់រស់ហើយនឹងកំណត់នៅការគ្រប់គ្រងនៅមជ្ឈិមបូព៌ានោះគឺមាន5សំខាន់ទី1គឺច្រកសមុទ្រហូមើសច្រកសមុទ្រហូមើសលាតសន្ធឹងនៅក្នុងឈូងសមុទ្រពាក់ដែលមានប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ាក់គុយវ៉េតខ្វាតាបារ៉ែនអារ៉ាប់រួមហើយបន្តរហូតដល់ឈូងសមុទ្រអូម៉ានច្រកសមុទ្រមួយនេះដើរតួនាទីដ៏សំខាន់ដែលនោះគឺប្រេងថាមពលប្រមាណជា 30% ដែលត្រូវបានប្រើប្រាស់នៅក្នុងពិភពលោកដែលត្រូវបានដឹកជញ្ជូននៅក្នុងពិភពលោកគឺដឹកចេញពីតំបន់នេះហើយដឹកឆ្លងកាត់តាមច្រកសមុទ្រហូមើសក៏ប៉ុន្តែយ៉ាងណាក្តីតំបន់មួយនេះវាគឺជាតំបន់ដែលងាយទទួលរងនឹងការបិទគប់វាជាតំបន់ដែលមានការប្រឈមខ្លាំងប្រសិនបើតំបន់នេះត្រូវបានបិទគប់នោះវានឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងសាំងជាសកលហើយក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកផងដែរភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់ទី2ដែលកំណត់នៅការស្លាប់រស់នោះគឺច្រកសមុទ្របាបអែលមែនដែរច្រកសមុទ្រមួយនេះដើរតួនាទីដ៏សំខាន់លាតសន្ធឹងចាប់ពីសមុទ្រក្រហមរហូតទៅដល់ឈូងសមុទ្រអាដែននៅមហាសមុទ្រឥណ្ឌាច្រកសមុទ្រមួយនេះវាគឺជាចំណុចដ៏សំខាន់នៃដែនពាណិជ្ជកម្មដែននាវាចរដែលតបជាប់រវាងអាស៊ីអឺរ៉ុបហើយនិងទ្វីបអាហ្វ្រិកក៏ប៉ុន្តែតំបន់មួយនេះកើតមានវិបត្តិជាញឹកញាប់នោះគឺដោយសារតែក្រមភេរវកម្មឬក៏ក្រមសកម្មជនប្រយុទ្ធឬក៏ការប្រជែងក្នុងចំណោមមហាអំណាចក្នុងតំបន់ឬក៏ការប្រជែងក្នុងចំណោមមហាអំណាចពិភពលោកដែលតែងតែនាំឲ្យមានវិបត្តិតាមរយៈការធ្វើការវាយប្រហារទៅលើនាវាពាណិជ្ជកម្មឬក៏នាវាដឹកប្រេងភូមិសាស្ត្រដ៏សំខាន់ទី3នោះគឺព្រែកជីស៊ុយអាតព្រែកជីស៊ុយអាតដើរតួនាទីសំខាន់ទាំងនៅក្នុងប្រវត្តិសាស្ត្រហើយនាពេលបច្ចុប្បន្នព្រែកជីស៊ុយអាតលាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហមភូមិសាស្ត្រមួយនេះមានដែននាវាចរប្រមាណជា 30% នៃនាវាចរនៅក្នុងពិភពលោកគឺធ្វើដំណើរតាមព្រែកជីស៊ុយអាតប្រសិនបើព្រែកជីនេះត្រូវបានបិទគប់នោះវាក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកហើយព្រែកជីមួយនេះតែងតែត្រូវបានពួកមហាអំណាចប្រើប្រាស់ដើម្បីប្រឆាំងទៅនឹងគូសត្រូវរបស់ខ្លួនបច្ចុប្បន្នព្រែកជីនេះគ្រប់គ្រងដោយប្រទេសអេស៊ីបភូមិសាស្ត្រដ៏សំខាន់ទី4គឺឧបទ្វីបស៊ីណៃគឺជាស្ពានតបជាប់រវាងអាស៊ីនិងអាហ្វ្រិកដែលភ្ជាប់ពីព្រែកជីស៊ុយអាតទៅកាន់អ៊ីស្រាអែលអេស៊ីបនិងតំបន់កាហ្សាតំបន់មួយនេះដើរតួនាទីយុទ្ធសាស្ត្រដ៏សំខាន់នោះគឺដោយសារតែវានៅស្របជាមួយនឹងសមុទ្រក្រហមបន្តរហូតទៅដល់ឈូងសមុទ្រអាដែនដែលគេអាចរៀបចំទៅជាយុទ្ធសាស្ត្រដាក់ពង្រាយកងទ័ពឬក៏កសាងមូលដ្ឋានកងទ័ពដើម្បីគ្រប់គ្រងនៅតំបន់យុទ្ធសាស្ត្រដ៏សំខាន់នោះគឺព្រែកជីស៊ុយអាតសមុទ្រក្រហមហើយនិងសមុទ្រអាដែនភូមិសាស្ត្រដ៏សំខាន់ទី5ដែលកំណត់នៅការស្លាប់រស់នោះគឺតំបន់បាបអែលម៉ានដាបតំបន់នេះជាប់គ្របដណ្ដប់ចាប់តាំងពីប្រទេសយេម៉ែននៅក្នុងឧបទ្វីបអារ៉ាប់ហើយតបជាប់ទៅនឹងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកមានដូចជាប្រទេសអ៊ីរីត្រីហើយនិងប្រទេសឌីបូជីដែលបច្ចុប្បន្នទាំងចិនទាំងសហរដ្ឋអាមេរិកកំពុងតែព្យាយាមប្រជែងគ្នាកសាងមូលដ្ឋានទ័ពនៅឌីបូជីហើយក៏កំពុងតែមានវិបត្តិនៅប្រទេសយេម៉ែននោះគឺការវាយប្រហាររវាងក្រុមហ៊ូទីដែលត្រូវបានគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកទី2បញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា
ដោយបានលើកឡើងថាសហរដ្ឋអាមេរិកមានបញ្ហាប្រឈមមួយចំនួនទី1គឺការប្រឈមរវាងសហរដ្ឋអាមេរិកហើយនឹងតួអង្គដៃគូរដ្ឋនោះគឺប្រទេសអ៊ីរ៉ង់អាមេរិកនិងអ៊ីរ៉ង់គឺជាសត្រូវទាំងនៅក្នុងប្រវត្តិសាស្ត្រសត្រូវសក្តានុពលហើយក៏ជាសត្រូវមនោគមអ៊ីរ៉ង់បានអនុវត្តនៅយុទ្ធសាស្ត្រ3ដើម្បីកាត់បន្ថយអនុប្រភាពរបស់សហរដ្ឋអាមេរិកហើយដើម្បីប្រឆាំងទៅនឹងសហរដ្ឋអាមេរិកទី1គឺតាមរយៈការបង្កើតសម្ព័ន្ធមិត្តនៃក្រមអ្នកតស៊ូដែលនោះគឺគ្រប់គ្រងទៅលើក្រមភេរវកម្មក្រមសកម្មជនប្រយុទ្ធក្រមជ្រុលនិយមហើយនិងក្រមនិកាយសាសនាដើម្បីធ្វើការវាយប្រហារទៅលើមូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកយុទ្ធសាស្ត្រទី2គឺតាមរយៈការបង្កើតមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចធ្វើការវាយប្រហារបាញ់ទៅដល់មូលដ្ឋានកងទ័ពរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងមជ្ឈមបូព៌ាចំណែកយុទ្ធសាស្ត្រទី3ដែលអ៊ីរ៉ង់បាននឹងកំពុងខិតខំប្រឹងប្រែងនោះគឺការផលិតអាវុធនុយក្លេអ៊ែរដើម្បីក្លាយទៅជាមហាអំណាចនៅក្នុងតំបន់ហើយក៏ដើម្បីប្រឆាំងទៅនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកការប្រជុំទី2របស់សហរដ្ឋអាមេរិកគឺកាត់ចែងពីតួអង្គដែលមិនមែនជារដ្ឋនោះគឺសកម្មជនប្រយុទ្ធក្រមជ្រុលនិយមក្រមភេរវកម្មដែលត្រូវបានគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ឬក៏ដែលមានទំនាស់ដោយសារតែសង្គ្រាមឬក៏ដោយសារតែការឈ្លានពានរបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាចំណែកបញ្ហាប្រឈមទី3នៅមជ្ឈមបូព៌ានោះគឺការប្រជែងឥទ្ធិពលការប្រជែងរវាងអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែលដែលជាសត្រូវស៊ូពូជហើយតែងតែចង់កម្ចាត់គ្នាទៅវិញទៅមកការប្រជែងរវាងអ៊ីរ៉ង់និងប្រទេសសាអូឌីអារ៉ាប៊ីដែលជាសត្រូវមនោគមវិជ្ជាខាងផ្នែកសាសនាហើយក៏ចង់ធ្វើជាបងធំនៅក្នុងតំបន់ចំណែកបញ្ហាប្រឈមទី4គឺការប្រជែងក្នុងចំណោមពួកមហាអំណាចខាងក្រៅចិនរុស្ស៊ីព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ដើម្បីប្រឆាំងទៅនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកហេតុនេះតើសហរដ្ឋអាមេរិកត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងដូចម្តេចដើម្បីគ្រប់គ្រងមជ្ឈមបូព៌ាហើយដើម្បីរក្សាអនុត្តរភាពរបស់ខ្លួនហើយក៏ដើម្បីយកជ័យជំនះទៅលើសត្រូវរបស់ខ្លួនដោយបានលើកឡើងថាទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់ដែលកំណត់ដោយការស្លាប់រស់កំណត់ដោយការចាញ់ឈ្នះទី1គឺត្រូវគ្រប់គ្រងឲ្យឈូងសមុទ្រពេឈូងសមុទ្រពេដោយបានលើកឡើងថាវាលាតសន្ធឹងចាប់តាំងពីប្រទេសអ៊ីរ៉ង់ប្រទេសអ៊ីរ៉ាក់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយបន្តរហូតដល់ច្រកសមុទ្រហូមើដែលជាកត្តាកំណត់ដោយការស្លាប់រស់ហើយនេះសហរដ្ឋអាមេរិកបានរៀបចំយុទ្ធសាស្ត្រហើយនឹងមូលដ្ឋានកងទ័ពដូចតទៅទី1គឺដាក់ទីស្នាក់ការកណ្ដាលកងទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសខ្វាតាពីព្រោះតែដាក់មូលដ្ឋានកងទ័ពនៅទីនោះគឺងាយស្រួលនៅក្នុងការធ្វើប្រតិបត្តិការបានលឿនរហ័សទាំងនៅក្នុងឈូងសមុទ្រពេហើយនិងច្រកសមុទ្រហូមើហើយក៏អាចគេចផុតពីមីស៊ីលរយៈចម្ងាយខ្លីរបស់ប្រទេសអ៊ីរ៉ង់ទី2កងនាវាទី5របស់សហរដ្ឋអាមេរិកត្រូវបានដាក់នៅក្នុងប្រទេសបារ៉ែនកងនាវាទី5គឺជាកងនាវាដែលមានច្រើនប្រភេទនោះគឺមាននាវាសម្រាប់ដឹកយន្តហោះនាវាចម្បាំងនាវាពិឃាតនាវាសម្រាប់ល្បាតដែលពំពាក់ទៅដោយបច្ចេកវិទ្យាទំនើបហើយនិងប្រព័ន្ធរ៉ាដាសម្រាប់ធ្វើប្រតិបត្តិការម្យ៉ាងទៀតកងនាវាទី5របស់សហរដ្ឋអាមេរិកគឺអាចបំពេញប្រតិបត្តិការបានយ៉ាងពេញលេញទាំងនៅក្នុងឈូងសមុទ្រពេហើយនិងច្រកសមុទ្រហូមើដែលនេះគឺអាចរក្សានៅការដឹកទំនិញការដឹកប្រេងហើយនិងពាណិជ្ជកម្មអន្តរជាតិទី3មូលដ្ឋានកងទ័ពជើងគោកហើយនិងមូលដ្ឋានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកគឺដាក់នៅក្នុងប្រទេសគូវេតការដាក់មូលដ្ឋានកងទ័ពនេះគឺបំពាក់ទៅដោយប្រព័ន្ធរ៉ាដាបំពាក់ទៅដោយប្រព័ន្ធសម្រាប់ចាប់មីស៊ីលដើម្បីការពារការវាយប្រហារពីប្រទេសអ៊ីរ៉ង់ទៅលើសម្ព័ន្ធមិត្តហើយក៏អាចធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បានយ៉ាងលឿនរហ័សទី4នៅប្រទេសអារ៉ាប់រួមអាមេរិកបានបង្កើតទៅជាទីតាំងជាមូលដ្ឋានសម្រាប់ប្រមូលផ្ដុំកងទ័ពសម្ព័ន្ធមិត្តទាំងកងទ័ពសម្ព័ន្ធមិត្តនៅក្នុងមជ្ឈមបូព៌ានិងកងទ័ពសម្ព័ន្ធមិត្តដែលមកពីប្រទេសអង្គការណូតូកត្តានេះគឺពួកគេអាចចែករំលែកព័ត៌មានការយកការពីគ្នាទៅវិញទៅមកហើយរួមគ្នាបំពេញប្រតិបត្តិការដើម្បីប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់ចំណែកទី5គឺប្រទេសសាអូឌីអារ៉ាប៊ីសហរដ្ឋអាមេរិកយកសាអូឌីអារ៉ាប៊ីធ្វើជាមូលដ្ឋានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធយោធាសម្រាប់ការផ្គត់ផ្គង់សម្រាប់ការដឹកជញ្ជូនម្យ៉ាងទៀតការដាក់មូលដ្ឋាននៅសាអូឌីអារ៉ាប៊ីនោះគឺសហរដ្ឋអាមេរិកអាចគេចផុតពីការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ហើយប្រសិនបើសង្គ្រាមត្រូវកើតឡើងនោះគឺសហរដ្ឋអាមេរិកអាចបំពេញប្រតិបត្តិការទាំងនៅក្នុងឈូងសមុទ្រពេច្រកសមុទ្រហូមើហើយក៏អាចធ្វើការវាយប្រហារ
ទៅលើប្រទេសឬក៏ដៃជើងរបស់ប្រទេសអ៊ីរ៉ង់នៅប្រទេសយេម៉ែនយុទ្ធសាស្ត្រទី2ដើម្បីគ្រប់គ្រងនៅមជ្ឈិមបូព៌ានោះគឺត្រូវគ្រប់គ្រងនៅសមុទ្រមេឌីទែរ៉ាណេដោយបានលើកឡើងថាអាមេរិកបានដណ្ដើមសមុទ្រមេឌីទែរ៉ាណេចេញពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ1957ហើយបច្ចុប្បន្នកងនាវាទី6របស់សហរដ្ឋអាមេរិកបំពេញប្រតិបត្តិការយ៉ាងពេញលេញនៅក្នុងសមុទ្រមេឌីទែរ៉ាណេនោះគឺលាតសន្ធឹងចាប់តាំងពីអឺរ៉ុបទៅកាន់អាហ្វ្រិកហើយនិងមជ្ឈិមបូព៌ាគួរបញ្ជាក់ថាកងនាវាទី6របស់សហរដ្ឋអាមេរិករួមមាននាវាដាក់យន្តហោះនាវាចម្បាំងនាវាពិឃាតនាវាយូកាហើយនិងមូលដ្ឋានកងទ័ពជើងអាកាសដែលមានទីតាំងនិងមូលដ្ឋានសរុបប្រមាណជា9កន្លែងចាប់តាំងពីអឺរ៉ុបបន្តរហូតដល់មជ្ឈិមបូព៌ាហើយនិងប្រតិបត្តិការធ្វើការល្បាតជាប្រចាំនៅក្នុងដែនសមុទ្រមួយនេះគួរបញ្ជាក់ថាកងនាវាទី6គឺមាននាវាដាក់យន្តហោះនាវាចម្បាំងនាវាពិឃាតនាវាល្បាតនាវាយូកាហើយនឹងមានមូលដ្ឋានយន្តហោះចម្បាំងដែលមានទីតាំងមូលដ្ឋានសរុបប្រមាណជា9កន្លែងហើយធ្វើការល្បាតជាប្រចាំចំណែកយុទ្ធសាស្ត្រទី3នោះគឺត្រូវគ្រប់គ្រងសមុទ្រក្រហមបន្តរហូតដល់ឈូងសមុទ្រអាដានហើយបន្តគ្រប់គ្រងមានឥទ្ធិពលទៅលើទ្វីបអាហ្វ្រិកនាពេលបច្ចុប្បន្នសហរដ្ឋអាមេរិកមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅប្រទេសឌីបូជីដែលចិនក៏បានកសាងមូលដ្ឋាននៅទីនោះការដាក់មូលដ្ឋានកងទ័ពនៅទីនេះគឺអាចការពារនៅការវាយប្រហារទៅលើនាវាដាក់ប្រេងនាវាពាណិជ្ជកម្មឬក៏ធ្វើការវាយប្រហារទៅលើដៃជើងដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់លើពីនេះតាមរយៈការល្បាតជាប្រចាំនោះគឺសហរដ្ឋអាមេរិកអាចពង្រីកឥទ្ធិពលប្រឆាំងទៅនឹងសត្រូវរបស់ខ្លួនទាំងនៅក្នុងអាហ្វ្រិកឬក៏នៅមជ្ឈិមបូព៌ាហើយអាចគ្រប់គ្រងនៅផ្លូវដាក់ទំនិញដ៏សំខាន់ដែលតបជាប់រវាងអាស៊ីអឺរ៉ុបហើយនិងអាហ្វ្រិកក៏ប៉ុន្តែប្រសិនបើយើងនិយាយឲ្យខ្លីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រងនៅមជ្ឈិមបូព៌ាមាន4សំខាន់ទី1គឺតាមរយៈការបង្ហាញអំណាចយោធាដោយបានលើកឡើងថាសហរដ្ឋអាមេរិកបានកសាងមូលដ្ឋានដើម្បីគ្រប់គ្រងជើងសមុទ្រពាកសាងមូលដ្ឋានដើម្បីគ្រប់គ្រងសមុទ្រមេឌីទែរ៉ាណេហើយបន្តល្បាតចាប់តាំងពីព្រែកជីស៊ុយអាតបន្តដល់សមុទ្រក្រហមហើយបន្តរហូតដល់ច្រកសមុទ្រអាដានកត្តានេះគឺធ្វើឲ្យសហរដ្ឋអាមេរិកមានឥទ្ធិពលមានអំណាចគ្រប់គ្រាន់ហើយនៅក្នុងនោះគឺសហរដ្ឋអាមេរិកមានទាំងនាវាដាក់យន្តហោះប្រមាណជា3គ្រឿងមាននាវាពិឃាតនាវាចម្បាំងហើយនិងយន្តហោះទំនើបរាប់សិបគ្រឿងដែលនៅក្នុងនោះមានទាំង B2 ហើយនិង F16 F18 រហូតដល់ F35លើពីនេះសហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពរបស់ខ្លួនប្រមាណជា 34,000 នាក់នៅក្នុងមជ្ឈិមបូព៌ាជាការពិតថាកងទ័ព 34,000 នាក់វាគឺជាកងទ័ពតិចតួចប្រសិនបើប្រៀបធៀបទៅនឹងកងទ័ពរបស់ប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែកងទ័ពរបស់សហរដ្ឋអាមេរិកគឺជាកងទ័ពសម្រាប់ប្រតិបត្តិការដោយប្រើប្រាស់បច្ចេកវិទ្យាយុទ្ធសាស្ត្រទី2គឺតាមរយៈការរក្សាស្ថិរភាពនិងសន្តិភាពនោះគឺសហរដ្ឋអាមេរិកបានតាមកម្ចាត់ដៃជើងរបស់ប្រទេសអ៊ីរ៉ង់ជាឧទាហរណ៍ជាក់ស្ដែងដូចជាអាមេរិកបានកម្ចាត់ក្រុមហ៊ូទីដែលធ្វើការវាយប្រហារទៅលើនាវាដាក់ប្រេងនាវាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅសមុទ្រក្រហមហើយតាមរយៈមធ្យោបាយនេះគឺសហរដ្ឋអាមេរិកអាចរក្សានៅសេរីភាពនៃដែននាវាចរដែនពាណិជ្ជកម្មហើយក៏អាចពង្រីកឥទ្ធិពលនិងអំណាចរបស់ខ្លួនចំណែកយុទ្ធសាស្ត្រទី3គឺការពង្រឹងកិច្ចសហប្រតិបត្តិការដូចបានលើកឡើងថានាវារបស់សហរដ្ឋអាមេរិកមូលដ្ឋានរបស់សហរដ្ឋអាមេរិកគឺមានការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងទាំងនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ហើយប្រទេសដែលជាសមាជិករបស់អង្គការ NATO ចំណែកយុទ្ធសាស្ត្រទី4នោះគឺការប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់គឺផ្ដោតទៅលើការព្យាយាមប្រឆាំងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដែលអាមេរិកត្រូវរកវិធីសាស្ត្រធ្វើយ៉ាងណាកុំឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបានជោគជ័យប្រសិនបើអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបានជោគជ័យនោះមានន័យថាអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងជារួមមកវិញនៅក្នុងមជ្ឈិមបូព៌ានោះគឺមានតំបន់យុទ្ធសាស្ត្រដែលកំណត់នៅការស្លាប់រស់ចំនួន5ហើយដើម្បីគ្រប់គ្រងនៅតំបន់យុទ្ធសាស្ត្រដែលកំណត់នៅការស្លាប់រស់ទាំង5នោះគឺត្រូវគ្រប់គ្រងនៅឈូងសមុទ្រពាគ្រប់គ្រងសមុទ្រមេឌីទែរ៉ាណេហើយនឹងទី3គឺត្រូវគ្រប់គ្រងនៅសមុទ្រក្រហមបន្តគ្រប់គ្រងរហូតដល់ច្រកសមុទ្រអាដានដែលនេះគឺអាចគ្រប់គ្រងបានទាំងដែនដៃគោកនិងដែនដៃទឹកដែលអាចធ្វើប្រតិបត្តិការបានពេញលេញដើម្បីប្រឆាំងទៅនឹងសត្រូវរបស់ខ្លួនសូមអរគុណច្រើនចំពោះការទស្សនាខ្ញុំនឹងចែករំលែកនៅក្នុងវីដេអូបន្តទៀត
ស្ដីពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីរក្សាអនុត្តរភាពនៅអាស៊ីប៉ាស៊ីហ្វិកហើយជាពិសេសគឺដើម្បីប្រឆាំងទៅនឹងប្រទេសចិនដែលសហរដ្ឋអាមេរិកចាត់ទុកថាជាសត្រូវធំទី1របស់ខ្លួនចាប់តាំងពីឆ្នាំ2018ហើយបន្តរហូតទៅថ្ងៃអនាគត